Hello Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរីកមកដល់ទៀតហើយគឺមកសម្ដែងរឿងតរបស់យើងពីភាគទី19នៃរឿង Return to the Earth ពីក៏មុននឹងឈានដល់ភាគទី20នេះគ្នាយើងបានដឹងហើយថានៅចុងខ្សែរឿងនៃភាគទី19មានកាប់តែម្នាក់បានចេញប្រតិបត្តិការដើម្បីស្វែងរកតម្រុយខ្លះតាក់ទងនឹងការកំទេចបាក់យោចង់ហើយខ្សែរឿងរបស់យើងនៅភាគទី20នេះក៏បានឃើញថាមានអធម្មភិកចៈមួយបានធ្វើដំណើរមកដល់ផ្លូវដែលមិនស្គាល់មួយនៃស៊ូបាបានបន្តមកនោះអធម្មភិកចៈនោះក៏ចាប់បានគោលដៅហើយគោលដៅនោះពិតជាលើកលឿនមែនទែនរួចមកពីដែលនៅក្នុងអធម្មភិកចៈនោះក៏បានរាយការណ៍ទៅកាប៉ាតែនគេថាសូមរាយការណ៍លោកកាប៉ាតែនឥឡូវនេះពួកយើងចាប់បានគោលដៅហើយគេនោះពិតជាលឿនមែនទែនហើយតាមទស្សនវិជ្ជាជាក់ស្ដែងនោះក៏យើងបានឃើញថាស៊ីលីនរបស់យើងនោះពិតជារត់លឿនមែនទែនហើយយើងក៏មិនដឹងថាស៊ីលីនរបស់យើងនោះគឺរត់សម្ដៅទៅខាងណាដែរហើយបន្ទាប់មកនោះកាប៉ាតែននោះក៏បាននិយាយថាខ្ញុំទទួលបានហើយមិនចាំបាច់បារម្ភទេទុកឲ្យខ្ញុំចាត់ការគេតែម្នាក់ឯងទៅបានហើយឯងឆាប់ទីព្រមបន្តិចទៅហើយខ្ញុំនឹងចុះទៅចាប់គេព្រាមនេះបន្ទាប់ពីគេបាននិយាយចប់គេក៏ស្ទុះហក់ចុះទៅក្រោមតែម្ដងរួចមកពីនៅក្នុងកាប៉ាតែននោះក៏បាននិយាយថាត្រឹម10នាទីប៉ុណ្ណោះក្រុមនេះរបស់យើងពិតជាទុកមកឲ្យអាល្អិតនោះខ្លាំងណាស់ខ្ញុំហ៊ានភ្នាល់ប៉ុណ្ណឹងឯងបើមិនចឹងទេត្រឹម2នាទីទេវាប្រកាសជាចោះចាញ់ស្ថិតនៅក្រោមកាប៉ាតែនបៃឡុងរបស់យើងជាមិនខានហើយសាច់រឿងរបស់យើងក៏បានដឹងថាបរិយាដែលជាកាប៉ាតែននោះគឺឈ្មោះបៃឡុងរួចមកគ្នារបស់វាក៏បាននិយាយទៀតថាត្រឹម2នាទីឥឡូវនេះខ្ញុំទទួលភ្នាល់ជាមួយឯងចោះប៉ុន្តែខ្ញុំមិនដែលឮឈ្មោះពីអាល្អិតនោះសោះហើយគេគួរតែអ្នកវឹកហាត់នៅក្នុងកម្រិតទាបហើយដែរឬក៏ជាអ្វីផ្សេងក្រុមនេះរបស់យើងគឺមិនដែលចាញ់នោះទេបន្ទាប់ពីបាននិយាយចប់កាប៉ាតែនរបស់យើងក៏ចុះមកក្រោមប្រឈមមុខជាមួយនឹងចាងស៊ីលីងតែម្ដងរួចមកក៏គេបាននិយាយថាអាល្អិតឯងឆាប់ចេញពីទីនេះព្រាមទៅរួចមកប្រយុទ្ធជាមួយយើងបានមកសន្ទុះក្រោយមកគេក៏បង្ហាញកាក់តាក់ទងជាមួយនឹងកាប៉ាតែនរបស់គេឯងរួចមកគេក៏បានណែនាំខ្លួនថាហេអាល្អិតខ្ញុំមកពីអង្គភាពនិករាជប៉ុន្តែស៊ីលីងរបស់យើងមិនខ្វល់នោះទេក៏បានស្ទុះទៅមុខទៀតហើយមកសន្ទុះក្រោយមកធ្វើឲ្យអាកាប៉ាតែននោះមានការចិត្តខឹងជាខ្លាំងព្រោះដោយសារគេខំណែនាំខ្លួនប៉ុណ្ណេះហើយអ្វីបើចាងស៊ីលីងធ្វើជាហីដាក់គេបែបនេះរួចមកគេក៏បានប្រមូលធម្មពលជាច្រើនដាក់ចូលក្នុងដៃរបស់គេក៏វាប្រហារទៅចាងស៊ីលីងរបស់យើងប៉ុន្តែមិនធ្វើនឹងទេព្រោះដោយសារចាងស៊ីលីងរបស់យើងពិតជា reflect លឿនមែនតើរួចមកក៏បានកិច្ចនឹងការវិបហារបស់គេស៊ីលីងក៏បន្តថាចេះឆ្ងាយទៅអាចចង្រៃយើងមិនខ្វល់ថាឯងមកពីក្រុមនេះឬមកពីអ្វីនោះទេសំខាន់នៅលើនេះយើងពិតជាប្រញាប់មែនតើបន្តមកកាប៉ាតែនបៃឡុងរបស់យើងក៏បន្តទៀតថាឯងគិតថាឯងជាទេវតាឬក៏ជាអ្វីចេញមកទីនេះឬក៏ឯងចេញមកពីលាងភ្នំតាមែនទេឯងនេះពិតជាមិនដឹងថាពួកយើងគឺជាអ្នកណានោះទេហើយគេក៏បន្តទៀតថាអង្គភាពនិករាជគឺជាអ្នកការពារនៅក្នុងទីក្រុងមួយនេះហើយក៏ជាអ្នកកាន់ច្បាប់នៅក្នុងពិភពលោកនៃការដំណោះមួយនេះផងដែរបន្ទាប់ពីគេបាននិយាយចប់ស៊ីលីងរបស់យើងមិនខ្វល់ទៀតហើយរួចមកក៏បានរត់ទៅមុខធ្វើអាមួយនោះបាក់ចង្កេះតែម្ដងបន្ទាប់មកកាប៉ាតែនរបស់យើងក៏បាននិយាយថាពិតជាក្អិតកតមមែនមិនស្គាល់ពីតម្លៃនៃខ្លួនឯងសោះមើលទៅឯងពិតជាមិនចង់មកជួបខ្ញុំទេចាំមើលថាឯងអាចក្អិតកតមដល់ពេលណាខ្ញុំពិតជាចង់ដឹងថាឯងអាចធ្វើអ្វីបានខ្លះបន្ទាប់ពីបាននិយាយចប់គេក៏បង្កើតទៅជាធម្មពលបង្កើតទៅជាដាវរាប់ម៉ឺនដាវរួចមកក៏បានស្ទុះវាយប្រហារទៅលើស៊ីលីងរបស់យើងប៉ុន្តែស៊ីលីងរបស់យើងមិនធ្វើនោះទេយកដៃក៏វាតែបន្តិចធ្វើឲ្យការវាយប្រហាររបស់វានឹងខ្ទីដូចខ្ទឹមតែម្ដងបន្តមកស៊ីលីងរបស់យើងក៏មានការចិត្តខឹងជាខ្លាំងរួចក៏បានស្រែកទៅអាកាប៉ាតែននោះថាឈប់ស្ទាក់ផ្លូវរបស់យើងទៀតទៅអាចចង្រៃយកឥឡូវនេះយើងមានអារម្មណ៍មិនល្អទេបន្ទាប់ពីគេបាននិយាយចប់អាមួយនោះក៏ស្ទុះមកវាយទៀតហើយរួចមកក៏វាបាននិយាយថាខ្ញុំមិនខ្វល់ទេថាឯងមានអារម្មណ៍ល្អឬមិនល្អវាក៏បានកាប់ទៅស៊ីលីងរបស់យើងមួយដាវម្ដងនេះគឺត្រូវហើយប៉ុន្តែគឺត្រូវនឹងគឺត្រូវតែចំហាយរបស់ស៊ីលីងតែប៉ុណ្ណោះរួចមកស៊ីលីងរបស់យើងក៏ចាប់កាន់ដាវរបស់វាកាច់បំបាក់ឬសើតផបន្ទាប់មកវាក៏បានឆ្ងល់ថាហេតុអីក៏ដាវរបស់ខ្ញុំមិនអាចធ្វើឲ្យគេមានរបបបែបនេះគ្រាន់តែគិតបានមកសន្ទុះក្រោយមកស៊ីលីងរបស់យើងចាប់ករបស់កាប៉ាតែននោះក៏វុចឡើងទៅខាងលើតែម្ដងធ្វើឲ្យគេមានកូនចិត្តមួយថាតើនេះគឺជាធម្មពលវិញ្ញាណបានទេហើយអ្វីក៏វាខ្លាំងដល់ថ្នាក់នេះគិតមិនតាន់បានប៉ុន្មានផងក៏ត្រូវស៊ីលីងរបស់យើងចាប់ក្រវូចបោកទៅនឹងដីតែម្ដងធ្វើឲ្យដីនៅទីនោះហុយផ្សែងជុកតែម្ដងរួចមកស៊ីលីងរបស់យើងក៏បានក្តាប់ដៃបន្តិចបង្កើតទៅជាធម្មពលអ្វីមួយយ៉ាងរួចដាល់ទៅចំពោះរបស់គេធ្វើឲ្យវាបន្ទូមួយដែលយើងឃើញហើយថាបន្ទូនោះមិនមែនធម្មតាទេគឺបែកដីព្រះជាពីរតែម្ដងធ្វើឲ្យទីធ្លានៅកន្លែងនោះមានការទីបំផ្លិចបំផ្លាញដល់មហិមាមួយបន្ទាប់ពីការប្រយុទ្ធរបស់ស៊ីលីងត្រូវបានបញ្ចប់ទស្សនវិជ្ជារបស់យើងក៏បានឲ្យឃើញពីសភាពរបស់កាប៉ាតែនបៃឡុងផងដែរហើយមកគេក៏បាននិយាយថាហេតុអ្វីក៏ទៅជាបែបនេះចឹងបន្ទាប់មកអាមួយដែលភ្នាល់គ្នាតាំងពីដំបូងដែលនៅលើក្នុងអធម្មវេទចក្រនោះក៏បាននិយាយថាអ្វីហ្នឹងតើនោះគឺជាកាប៉ាតែនបៃឡុងតែមែនទេហេតុអ្វីបានជាគេចាញ់ស្រួលបែបនេះត្រឹមរយៈពេល2នាទីសោះហើយគ្នារបស់វាក៏បន្តទៀតថាអាយយកាប៉ាតែនបៃឡុងគឺជាជើងនៅក្នុងចំណោមអ្នកជើងខ្លាំងទាំង10ហើយក៏ជាសមាជិកនៃបកនិករាជផងដែរគាត់គឺជានិមិត្តរូបនៅក្នុងបេះដូងរបស់ខ្ញុំហើយអ្វីបានជាគាត់ចាញ់អាដិតនោះចឹងតែគេគឺជាអ្នកណាឲ្យប្រកាសមួយសន្ទុះក្រោយមកកាប៉ាតែនបៃឡុងរបស់យើងក៏ស្ទុះងើបឡើងលើរួចគេក៏បាននិយាយថាអត់ទេខ្ញុំមិនទាន់អាចចាញ់បានទេខ្ញុំពិតជាមិនអាចធ្វើឲ្យកិត្តិយសក្រុមនិករាជធ្លាក់ដុនដាបដល់ថ្នាក់នេះទេបន្ទាប់ពីគេបាននិយាយចប់គេក៏ប្រមូលធម្មពលនៃស្នៀតចុងក្រោយរបស់គេគឺស្នៀតអាត់កំបាំងនិករាជបន្ទាប់មកនោះគេបង្កើតជានិករាជតកមួយបាញ់ស្ទុះទៅកាន់ស៊ីលីងរបស់យើងដែលកំពុងតែរត់នោះហើយទស្សនវិជ្ជារបស់
របស់យើងក៏បង្ហាញអំពីឡានកុងតឺន័រមួយដែលដឹកទំនិញស្ថិតនៅលើផ្លូវរបស់ស៊ីបាបានបន្ទាប់មកហ្នឹងគេនោះក៏បាននិយាយថាបាទអូផ្លូវនេះពិតជាធំមែនទែននៅក្នុងប្រទេសចិនរបស់យើងពេលនេះខ្ញុំអាចឮសំឡេងមាត់ចាក់មាត់ពេលដែលនៅក្នុងព្រៃបានហើយបន្ទាប់ពីគេបាននិយាយចប់ភ្នែកគេសរថ្លៃតែម្ដងពីព្រោះមាននរណាម្នាក់កំពុងរត់សម្ដៅមកឡានរបស់គេដែលកំពុងបើកបរហើយបន្ទាប់មកគេក៏បានស្រែកថាចង្រៃយករត់ចេញព្រាមទៅខ្ញុំកំពុងតែបើកបរស្អីគេហ្នឹងដែលរត់មកពីក្រោយក្នុងរបស់បរិសម្នាក់នោះការពិតទៅគឺជាធម្មពលនេក្រិតកករបស់កាប៉ាតែនប៉ៃឡុងនោះទេបន្ទាប់ពីគេបាននិយាយចប់គេក៏បាននិយាយថាជួយផងម៉ែអើយមើលទៅខ្ញុំប្រហែលជាស្លាប់ហើយមនុស្សអមតៈជួយផងបន្ទាប់ពីតកងឡាននោះបាននិយាយចប់ឥឡូវនេះសាច់រឿងរបស់យើងគេកាត់មកស្នាក់ការនៃអង្គភាពនេក្រិតបន្ទាប់មកហ្នឹងព្រឹត្តិការណ៍មួយនោះក៏បាននិយាយថាតើនេះគឺជាបរិសម្នាក់ដែលបានកំទេចបាក់យកចុងនៃសំណាក់ណាំតាមមែនទេបន្ទាប់មកហ្នឹងព្រឹត្តិការណ៍នោះក៏បានគិតថាបរិសម្នាក់នេះគឺជាកូនសិស្សរបស់ព្រះចាជីតាមើលទៅកម្លាំងរបស់គេពិតជាខ្លាំងមែនទែនតើគេគឺជាបិសាចតាមមែនទេបន្ទាប់ពីគេបាននិយាយចប់នារីជាបុគ្គលិកនោះក៏បានបន្តទៀតថាត្រូវហើយនេះគឺជាកម្លាំងពិតរបស់គាត់ហើយគាត់ក៏មិនខ្សោយផងដែរគាត់អាចប្រយុទ្ធតតាំងជាមួយនឹងកាប៉ាតែនប៉ៃឡុងទៅខ្លួនឯងតតែម្ដងបន្ទាប់ពីគេបាននិយាយចប់រួចមកគេក៏បានគិតថាលោកម្ចាស់វ័យមើលទៅពិតជាក្មេងជាងណាស់ប្រហែលនៅពេលនេះខ្ញុំអាចនឹងសួរធីបមួយចំនួននៅពេលក្រោយផងដែរបន្ទាប់ពីគេបានគិតចប់ព្រឹទ្ធាចារ្យវ័យក៏បានគិតទៀតថាខ្ញុំមិនអាចឃើញទេហើយខ្ញុំក៏មិនដឹងថាអាល្អិតនេះវាមានទេពកោសល្យអ្វីខ្លះផងដែរតើបាក់ថ្នាំនឹងសំណាក់យ៉ាវចុងបានធ្វើអ្វីប៉ះពាល់ដល់គេទៅណោះបន្ទាប់ពីគេបានជិតចប់គេក៏បានគិតបន្តទៀតថាតកតងនឹងករណីនេះវាក៏ជាសមាជិកនៅក្នុងក្រុមនេក្រិតផងដែរមកទៅខ្ញុំទៅដោះស្រាយវាហើយបន្ទាប់ពីគេបាននិយាយហើយគេក៏បានបញ្ជាទៅបុគ្គលិកស្រីនោះថាឥឡូវនេះស្វែងរកដៃគូសហការជាមួយនឹងបាក់យ៉ាវចុងទៅខ្ញុំនឹងទៅដោះស្រាយជាមួយនឹងអាឡិតនោះយើងគ្មានពេលទៀតទេចាព្រឹទ្ធាចារ្យមួយសន្ទុះក្រោយមកក៏មានសារលោតចូលទូរស័ព្ទបុគ្គលិកស្រីនោះតែម្ដងហើយយើងក៏បានឃើញថាសារមួយនោះគឺជារូបភាពរបស់ប៉ៃឡុងរបស់យើងហើយបុគ្គលិកស្រីនោះក៏លាន់មាត់ថាអាយយមិនអាចទៅរួចទេហេតុអ្វីបានកាប៉ាតែនប៉ៃឡុងចាញ់ដល់ថ្នាក់ហ្នឹងហើយយើងក៏បានដឹងថាក្នុងរូបភាពនោះគឺកាប៉ាតែនប៉ៃឡុងរបស់យើងគេដេកស្ប៉ាបនឹងដីតែម្ដងបន្ទាប់មកហ្នឹងព្រឹទ្ធាចារ្យវ័យក៏និយាយទៀតថាបញ្ឈប់រាល់សកម្មភាពទាំងអស់ទៅឥឡូវនេះបញ្ជូនគ្នាយើងដែលនៅក្នុងមន្ទីរឆាប់ទៅជួយសង្គ្រោះកាប៉ាតែនប៉ៃឡុងភ្លាមទៅហើយកុំព្យាយាមប៉ះពាល់ទៅក្នុងគោលដៅទៀតខ្ញុំនឹងទៅដោះស្រាយវាដោយផ្ទាល់តែម្ដងបន្ទាប់ពីគេបាននិយាយចប់គេក៏បានតាក់ទងទូរស័ព្ទទៅនរណាម្នាក់រួចមកក៏គេបាននិយាយថាតាក់ទងទៅប៉ាបាតុងខ្ញុំនឹងទៅដល់ទីនោះឥឡូវនេះបន្ទាប់ពីគេបាននិយាយហើយសាច់រឿងរបស់យើងក៏កាត់មកសំណាក់ប៉ាបាតុងហើយយើងក៏បានដឹងថាព្រឹទ្ធាចារ្យវ័យក៏គេបានមកដល់ទីនោះផងដែរហើយយើងក៏បានឃើញថាស៊ីលីងរបស់យើងគឺរត់ហុយដីចុកតែម្ដងរួចមកអង្គរៈរបស់ព្រឹទ្ធាចារ្យវ័យនោះក៏បាននិយាយថាគោលដៅរបស់យើងគឺមកដល់ហើយបានមកសន្ទុះក្រោយមកព្រឹទ្ធាចារ្យវ័យយើងក៏ស្កាក់មកចាំងស៊ីលីងរបស់យើងតែម្ដងរួចមកគេក៏បាននិយាយថាអ្នកកំឡោះសុំចាំបន្តិចបន្ទាប់ពីបាននិយាយចាំងស៊ីលីងរបស់យើងក៏គិតថាព្រឹទ្ធាចារ្យវ័យខេងគេម្នាក់ហ្នឹងជាអ្នកទិញថ្នាំជួយយន់ពីខ្ញុំនៅក្នុងសំណាក់ការដេញថ្លៃតាឥឡូវនេះតើគេចង់បានអ្វីគ្រាន់តែគិតមួយសន្ទុះក្រោយមកស៊ីលីងរបស់យើងក៏បានបំលាស់ខ្លួនវឹងនៅពីក្រោយព្រឹទ្ធាចារ្យវ័យតែម្ដងធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាខ្លាំងរួចក៏លាន់មកថាតើនេះគឺជាវិជាសម្ងាត់អ្វីទៅវិជាបើកលំហតាមមែនទេបន្ទាប់ពីគេបាននិយាយចប់ចាំងស៊ីលីងរបស់យើងក៏លេចមកខាងក្រៅមកឆាច់ក៏តម្លាក់សម្ពាធទៅលើក្រុមពួកនោះតែម្ដងរួចមកក៏បន្លឺសម្លេងថាប្រាប់ខ្ញុំភ្លាមថាពួកឯងដឹងអំពីអ្វីបើសិនជាអញ្ចឹងទេជីវិតរបស់ពួកឯងនឹងសន្ស័យនៅទីនេះជាមិនខានបន្ទាប់ពីគេបាននិយាយហើយធម្មពលវិញ្ញាណជាច្រើនក៏បានខ្សែភេទទៅដល់ពួកអង្គរៈជាមួយនឹងព្រឹទ្ធាចារ្យវ័យនោះតែម្ដងធ្វើឲ្យពួកនោះញ័រជើងញ័រដៃអស់ហើយរួចមកអង្គរៈរបស់ពួកវាក៏បាននិយាយថាចាំទីហើយព្រឹទ្ធាចារ្យវ័យយើងក៏បន្តទៀតថាពួកយើងមកទីនេះមិនមែនជាសត្រូវរបស់ឯងទេសូមមេត្តាផងបន្ទាប់ពីហើយព្រឹទ្ធាចារ្យវ័យយើងក៏បន្តទៀតថាយើងមកទីនេះដើម្បីជួយឯងនោះទេហើយចាំងស៊ីលីងយើងក៏មិនថ្មីនោះដែរប្រាប់ខ្ញុំភ្លាមតើលោកអាចជួយអ្វីខ្ញុំបានខ្លះព្រឹទ្ធាចារ្យវ័យយើងបានដកដង្ហើមមកសន្ទុះរួចមកគេក៏បាននិយាយថាតាក់ទងជាមួយនឹងក្រុមឃាតករ Space Ground ពួកគេគឺជាឃាតករដើម្បីចំណាស់មួយតាំងពីដរានការមកម្លេះហើយពួកគេក៏ជាផ្នែកមួយនៃអសត់សាកសពផងដែរហើយយើងក៏បានដឹងថាពួកគេជាប់ពាក់ព័ន្ធជាមួយនឹងនិកាយយោចុងឥឡូវនេះឯងមិនចាប់បាច់ភ័យនោះទេយើងធានាថានៅក្នុងក្រុមរបស់បកនេក្រិតរបស់ពួកយើងប្រកាសជាមានអ្នកអាចកំទេចពួកគេបានសេលីងក៏បន្តថាបកនេក្រិតឥឡូវនេះខ្ញុំសួរលោកសិនហើយអ្វីបានជាអ្នកមេក្រុមរបស់លោកវិប្រហារលើបកនេក្រិតឥឡូវនេះខ្ញុំសួរលោកសិនហើយអ្វីបានជាមេក្រុមរបស់លោកវាប្រហារខ្ញុំបែបនេះឆាប់បញ្ចូលខ្ញុំពីមកបន្ទាប់មកស៊ីលីងក៏បាននិយាយថាឥឡូវនេះខ្ញុំຕົកចិត្តលោកម្ដងទៀតចោះតោះពួកយើងទៅបន្ទាប់ពីចាងស៊ីលីងជាមួយនឹងលោកម្ចាស់វ័យបានចាក់ចេញទៅសាច់រឿងរបស់យើងក៏បង្ហាញអំពីអាមួយសក់ខ្លីពណ៌ក្រហមនេះរួចមកក៏វាបាននិយាយថាសូមរាយការណ៍បកអសុទ្ធសាកសពឥឡូវនេះតាក់ទងជាមួយនឹងគោលដៅរបស់យើងត្រូវបានលោកម្ចាស់វ័យនាំទៅអង្គភាពនេក្រិតបាត់ទៅហើយពួកយើងគួរធ្វើអ្វីបន្តពីវាបាននិយាយចប់សាច់រឿងរបស់យើងក៏កាត់មកអង្គភាពនេក្រិតបន្ទាប់មកហ្នឹងលោកម្ចាស់វ័យក៏បាននិយាយថាឥឡូវនេះឯងចូលទៅខាងក្នុងសិនទៅរឿងបន្ទាប់ទុកឲ្យយើងជាអ្នកដោះស្រាយគ្រាន់តែលោកម្ចាស់វ័យបាននិយាយមួយសន្ទុះក្រោយមកហ្នឹងរួចមកបុគ្គលិកស្រីនោះក៏បានស្រែកពីចម្ងាយតាមទៅដាប់ទៅដួលថាលោកម្ចាស់វ័យឥឡូវនេះវាអាក្រក់ហើយបាក់យ៉ាវចុងក៏គេមកទីនេះដែរគឺគេមករកនរណាម្នាក់បន្ទាប់មកហ្នឹងលោកម្ចាស់វ័យយើងក៏បាននិយាយថាពួកគេមកដល់ហើយ
មើលទៅពិតជាលឿនមែនទែនព័ត៌មានរបស់យើងខំលាក់ចង់ងាប់ហើយហាត់អីក៏បែកធ្លាយបែកនេះឥឡូវនេះនាងមិនចាំបាច់ភ័យទេខ្ញុំនៅទីនេះហើយខ្ញុំនៅតែជួបគេដោយផ្ទាល់បន្ទាប់មកហ្នឹងសាច់រឿងរបស់យើងក៏កាត់មកមួយបែកស្លុយម្នាក់រួចមកវាក៏បានជួបបរិយហើយជុកពេញនឹងតែម្ដងហើយវាក៏បាននិយាយថាខ្ញុំឮថាឥឡូវនេះលោកបាននាំអ្នកកំឡោះមួយមកទីស្នាក់ការកណ្ដាលតែមែនទេរួចមកគេក៏បន្តទៀតថាឆាប់បកគោវាមកពួកយើងភ្លាមអាល្អិតនោះគឺវាមិនទាន់ដោះស្រាយបញ្ហាជាមួយនឹងលោកម្ចាស់ជាងទេអត់ឡើងឆាប់ចាប់វាភ្លាមមកបន្ទាប់ពីគេបាននិយាយចប់បទចារវ័យយើងបានគិតថាគេជាសិស្សស្នូរបស់សម្ព័ន្ធវិជាធិបតេយ្យហើយគេជាសិស្សទី36ចាស់សម្ព័ន្ធផងដែរឥឡូវនេះគេមកដោយផ្ទាល់មើលទៅវាពិតជាមិនល្អផងទេបន្ទាប់ពីគេបានគិតចប់លោកម្ចាស់វ័យយើងក៏បន្តទៀតថារយៈពេលដូចជាយូរមកហើយឥឡូវនេះខ្ញុំដូចជាខានឃើញឯងតើឯងតាក់ទងជាមួយនឹងសម្ព័ន្ធវិជាធិបតេយ្យសុខសប្បាយជាទេបន្ទាប់ពីគេបាននិយាយចប់អាមួយបៃសយនោះក៏បន្តទៀតថាហាគ្រប់គ្រាន់ហើយសំណាក់នៃបកអសតគឺជាផ្នែកមួយនៃគ្រួសាររបស់យើងហើយម្ចាស់ដើមទីនោះក៏ជាបងប្រុសរបស់យើងដែរពួកគេគឺបានស្លាប់ហើយឥឡូវនេះឯងមិនចាំបាច់មកវាយប្រធានបទទេយើងគ្រាន់តែចង់បានអាល្អិតនោះទេបើមិនអញ្ចឹងទេយើងនឹងបើកការសម្លាប់នៅកន្លែងនេះតែម្ដងពេលណាម្នាក់អាចប្រឈប់យើងបាននោះទេអ្នកកំឡោះមិនគួររំជួលចិត្តពេកទេតាមទំនៀមទម្លាប់ជាក់ស្ដែងយើងគួរតែពិភាក្សាមុននឹងធ្វើការសិនទៅបន្ទាប់ពីគេបាននិយាយចប់អាមួយបៃស្រុននោះក៏បន្តទៀតថាទម្លាប់ឥឡូវនេះខ្ញុំនឹងផ្ដល់ទម្លាប់ដល់តាចាស់ឯងទៅចោះឯងគិតថាសម្ព័ន្ធរបស់ពួកយើងផ្ដល់ការគោរពដល់ឯងមើលទៅវាដូចជាຕົកមុខពេកហើយកុំសបិនពេកតាចាស់ហើយវាក៏បន្តទៀតថាតើលោកគិតថាលោកនៅតែជាអ្នកការពារនៅក្នុងរង្វង់នៃអ្នកវឹកហាត់តាមមែនទេតាមសមត្ថភាពរបស់លោកនិងអាយុរបស់លោកពិតជាចាស់ពេកហើយបន្ទាប់មកអាមួយបៃស្លុយនោះក៏និយាយចាក់ដោតទៅព្រឹត្តិការណ៍អ្វីតែម្ដងពេលវេលាត្រូវបានផ្លាស់ប្ដូរហើយឆាប់ទៅផ្ទះលេងជាមួយនឹងចៅរបស់លោកទៅតាចាស់បន្ទាប់ពីបាននិយាយចប់លោកម្ចាស់អ្វីយើងមានការខ្ញាល់ជាខ្លាំងតែម្ដងរួចមកក៏បានបោះពាក្យថាយីអាល្អិតឯងហ៊ានខ្វះការគួរសមជាមួយនឹងព្រឹត្តិការណ៍ផងឯងធ្វើបែបនេះពិតជាល្ងងខ្លៅខ្លាំងណាស់ឯងគំគិតថាពួកយើងមិនហ៊ានធ្វើអ្វីឲ្យសោះជាមួយនឹងបកយោចង់របស់ឯងនៅពេលដែលការដេញថ្លៃទៅបានចាប់ផ្ដើមការអញ្ជើញតាក់ទងជាមួយនឹងសម្ព័ន្ធជាច្រើននឹងបានចូលរួមនោះយើងនឹងប្រាប់ពីកំហុសរបស់ពួកឯងដែលឯងមិនមើលងាយមកលើយើងបន្ទាប់ពីព្រឹត្តិការណ៍អ្វីបាននិយាយចប់រួចមកអាមួយបៃស្លុយនោះក៏បាននិយាយទៀតថាហើយខ្ញុំជាជនបរាជ័យផងខ្ញុំពិតជាចង់ដឹងណាស់ថាជនបរាជ័យដូចខ្ញុំតើឯងអាចសងសឹកដោយរបៀបណាទង្វើនេះវាបានតែនិយាយទេខ្ញុំចង់ដឹងថាឥឡូវនេះឯងអាចធ្វើអ្វីបានបន្ទាប់ពីគេបាននិយាយចប់គេក៏បានបន្តទៀតថាបើសិនជាខ្ញុំចាំមិនខុសទេការប្រយុទ្ធនឹងត្រូវបានបង្ខំលើបេសកកម្មតើត្រូវទេឥឡូវនេះខ្ញុំគួរតែសម្រាប់ឯងមុនឬក៏ឲ្យឯងនៅដល់ពេលនោះតាមសមត្ថភាពឥឡូវនេះនៅក្នុងក្រុមរបស់ឯងមានតែបៃឡុងអាល្ងងនោះទេដែលអាចប្រយុទ្ធតទល់ជាមួយនឹងខ្ញុំបានប៉ុន្តែជាក់ស្ដែងបៃឡុងនោះគឺគេទៅខាងក្រៅដើម្បីបំពេញបេសកកម្មបាត់ហើយអញ្ចឹងឥឡូវនេះឯងគួរតែស្លាប់ហើយបន្ទាប់ពីគេបាននិយាយចប់គេក៏បានជន់ដីធ្វើប្រេះជាពីរតែម្ដងរួចមកក៏បញ្ចេញចំហាយធម្មពលទៅរកប្រជាចារវ័យហើយគេក៏បាននិយាយថាចូលមកតាចាស់ពួកឯងគ្មាននរណាម្នាក់អាចប្រឈប់ខ្ញុំបានទៀតទេបន្ទាប់ពីបាននិយាយហើយប្រជាចារវ័យរបស់យើងមានការតក់ស្លុតជាខ្លាំងពុសាកម្លាំងធម្មពលនោះវាពិតជាខ្លាំងខាងណាស់រួចមកក៏បានភ្លេចភ្នែកទៅមួយបន្តិចធម្មពល8ម្យ៉ាងក៏ហោះបុកទៅមួយបៃស្លុយនោះភ្លាមទៅរួចធ្វើឲ្យវាខ្ទប់នឹងកលៀនជាងតែម្ដងបន្ទាប់មកហ្នឹងព្រឹត្តិការណ៍វ័យយើងក៏បានបើកភ្នែកបន្តិចក៏បានឲ្យយើងដឹងថាអ្នកមកជួយព្រឹត្តិការណ៍វ័យរបស់យើងនោះគឺទូឲ្យប្រុសរបស់យើងទេគឺចាងស៊ីលីននេះឯងបន្ទាប់មកចាងស៊ីលីនក៏បាននិយាយថានរណាម្នាក់ដែលលោកនិយាយហៅនោះគឺលោកម្ចាស់នេះខ្មៅថាមែនទេឥឡូវនេះឆាប់នាំខ្ញុំទៅជួបគាត់ភ្លាមបន្ទាប់ពីខ្ញុំបានជួបគេហើយខ្ញុំនឹងគេកិច្ចសន្យាជាមួយលោកម្ដងដរាបណាគេអាចជួយបងអូនស្អីរបស់ខ្ញុំបានហើយខ្ញុំនឹងបំពេញបំណងប្រាថ្នាដោយអ្វីដែលលោកចង់បានអមតម្នាក់នេះនិយាយយ៉ាងម៉េចគឺអញ្ចឹងហើយបន្ទាប់ពីគេបាននិយាយចប់បំណែកបំថ្មមួយក៏បានហោះមកបំបុកចាំងស៊ីលីនរបស់យើងបន្ទាប់មកចាំងស៊ីលីនរបស់យើងមិនធ្វើនោះទេគឺវាតាមបន្តិចធ្វើឲ្យដុំថ្មនោះខ្ទេចខ្ទីតែម្ដងហើយយើងក៏បានដឹងថាអាមួយបៃស្លុយនោះគឺវាមិនតន់ងាប់ទេបន្ទាប់ពីវាងើបមកវាក៏បាននិយាយថាអមតៈតើឯងនិយាយអំពីអ្វីអាល្អិតតើឯងគឺជាមនុស្សអមតៈតែមែនទេមើលទៅវាពិតជាកំ pl ែងខ្លាំងណាស់ពេលនេះឯងយករឿងដាក់ខ្លួនហើយសេរីរឿងរបស់យើងមិនដឹងថាវានឹងទៅយ៉ាងណាក៏ឈានចូលមកដល់ទីបញ្ចប់នេះឯងហើយខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងចុច Like ដើម្បីជាកម្លាំងចិត្តរបស់ admin ផងដែរបាទអរគុណសូមជម្រាបលា